បាទគ្រូជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះយើងមានវីដេអូថ្មីមួយទាក់ទងជាមួយនឹងធុងចម្រោះចិត្តខ្ញុំបាទនេះអញ្ចឹងយើងឃើញថាធុងចម្រោះមានច្រើនទំហំមែនតើអញ្ចឹងខាងក្រៅខ្ញុំបាទនេះគឺជាប្រភេទធុងធំបាទយើងមើលតែកម្ពស់ហ្នឹងឯងគឺធុងមានទំហំធំហើយកម្ពស់ខ្ពស់អញ្ចឹងទាក់ទងជាមួយនឹងអត្ថប្រយោជន៍ទាក់ទងជាមួយនឹងការប្រើប្រាស់ធុងចម្រោះដែលមានទំហំធំគឺមានច្រើនយ៉ាងមែនតើពុកម៉ែបងប្អូនទី1ការប្រើប្រាស់ធុងចម្រោះធំបែបនេះវាធ្វើឲ្យលំហូរទឹករបស់យើងបានធូរបាទកាលណាធុងធំទយោធំទលាយល្អលំហូរទឹកគឺបានធូរមែនតើកាលណាលំហូរទឹកបានធូរបាទការរុញច្រានរបស់សម្ពាធម៉ូទ័រក៏ធូរដែរកាលណារុញច្រានសម្ពាធម៉ូទ័រធូរដំណើរការរបស់ម៉ូទ័រយើងក៏មិនសូវដំណើរការប្រើភ្លើងច្រើនដែរទី1ទី2ទៀតមានន័យថាកាលណាធុងចម្រោះធំប្រើសារធាតុច្រើនគឺធ្វើឲ្យការច្រោះបានល្អការសម្អាតចាប់កកដីឬក៏ការច្រោះកបោឬក៏ក្លិនអីផ្សេងៗគឺធ្វើការងារបានល្អដោយសារតែសារធាតុរបស់យើងច្រើនធុងរបស់យើងធំអានេះគឺជាអត្ថប្រយោជន៍បន្ថែមទាក់ទងជាមួយនឹងធុងចម្រោះរបស់យើងធំបន្ថែមពីនោះទៀតតាក់ទងជាមួយនឹងការលាងសម្អាតបាទការលាងសម្អាតក៏ធ្វើឲ្យការលាងសម្អាតបានល្អដែរដោយសារផ្ទៃយើងទលាយអញ្ចឹងពេលដែលសម្ពាធបុកលាងសម្អាតអីវាធ្វើឲ្យកកដីខ្ពុលចេញបានល្អធុងសារធាតុរបស់យើងគឺបានស្អាតអញ្ចឹងចំណុចសំខាន់ទាំងអស់នេះធ្វើឲ្យការប្រើប្រាស់ធុងចម្រោះធំគឺមានអត្ថប្រយោជន៍ច្រើនជួយដល់ការប្រើប្រាស់នៅក្នុងប្រព័ន្ធចម្រោះរបស់យើងអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការពង្រីកធុងចម្រោះពីតូចទៅធំឬក៏រៀបចំបំពាក់ថ្មីជាមួយនឹងប្រព័ន្ធចម្រោះទឹកស្អាតអីផ្សេងៗអាចណែនាំឬក៏ការពិចារណាទៅលើការថែមចំពោះធុងចម្រោះដែលមានទំហំធំនេះបានព្រោះវាផ្ដល់អត្ថប្រយោជន៍ច្រើនដល់បងប្អូនបាទអរគុណ